ស្រះស្រង់មេឃសតុំល្អដល់ហើយក្រាលកទេលបាយនៅមាត់ស្រះស្រង់ដើរមើលថ្មពងគិតថាថ្មនេះគឺគេកាប់មានគោលបំណងរបស់គេព្រោះបើសិនជាតាមធម្មតាគេប្រកាសជាកាប់ដុំមកគ្នាប៉ុន្តែហេតុអីបានគេកាប់មានដុំខ្លះតូចធំឯខ្លះតូចខាងក្បាលធំខាងគល់នេះវិញឯខ្លះតូចខាងគល់ធំខាងក្បាលវិញអញ្ចឹងយើងគួរតែឆ្ងល់ដែរបានគេកាប់បែបហ្នឹងដូចថ្មនេះបើយើងមើលទៅវាអត់ពេញជ្រុងដូចគេវាស្ដួចទៅខាងមុខហើយមានអ្នកខ្លះវាស្ដួចមកខាងក្រោយដូចនេះហើយវាស្ដួចនៅខាងក្រោយវិញវាធំនៅខាងមុខហើយដាក់ជាប់ងាំគ្នាល្អមកអត់មានចន្លោះមានអីកើយបានទេអញ្ចឹងប្រហែលជាបច្ចេកទេសនៃការសាងសង់ពីសម័យដើមដែលគេកាត់ថ្មបែបនេះគិតថាមិនមែនចេះតែនឹកឃើញកាត់យកមកដាក់ទេគឺកាត់ឃើញមានតូចមានធំមានស្ដួចមុខស្ដួចក្រោយនេះប្រហែលជាអាចជាគោលបំណងមួយដើម្បីធ្វើឲ្យការសាងសង់ហ្នឹងវានៅបានមាំឬក៏ជាប់ល្អនេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំទេព្រោះគិតថាបើសិនជាធម្មតាយើងប្រកាសជាកាត់ថ្មដុំស្មើគ្នាប៉ុន្តែនេះអត់ទេមានលក្ខណៈផ្សេងគ្នាយកមកដាក់តម្រៀបនៅជាប់គ្នាអញ្ចឹងប្រហែលជាអាចជាបច្ចេកទេសនៃការដាក់បែបហ្នឹងដើម្បីធ្វើឲ្យថ្មនេះកាន់តែជាប់ងាំចូលគ្នាបានល្អបាទមួយនេះអីឃើញបាទវាតូចខុសគេមកវាផ្សេងវាធំបាទនេះតូចខុសគេចឹងយើងទៅសារទៅលើការសាងសង់ពីសម័យបុរាណខ្លាំងមែនតើបច្ចេកទេសនៃការសាងសង់ហ្នឹងគឺខ្លាំងមែនតើបាទហើយមកការកទេញ៉ាំបាយជុំគ្នានៅមាត់ស្រះស្រង់បានសួរជាមួយនឹងអ្នកយាមស្រះស្រង់ដែរតែយើងអាចកទេញ៉ាំនៅមាត់ទឹកនឹងបានអត់ព្រោះដោយសារជិះមកជុំស្រះហើយអត់ឃើញមានអ្នកគេអង្គុយឬក៏ញ៉ាំអីតែអ្នកយាមហ្នឹងបាទឆ្មាំនៅយាមនៅស្រះហ្នឹងគាត់ថាអត់អីទេអាចញ៉ាំបានប៉ុន្តែយើងអាចប្រមូលសម្រាមឬក៏ប្រមូលអីដែលយើងបានញ៉ាំហ្នឹងយកទៅបោះចោលបានត្រឹមត្រូវអញ្ចឹងក៏យើងរកកន្លែងណាមួយសមរម្យយើងកទេលញ៉ាំបាយជុំគ្នាទិញមាន់ទិញអីផ្សេងយកមកញ៉ាំអូខេចឹងថតនៅស្រះស្រង់ប៉ុណ្្នឹងចា